គេម្នាក់បាទឯងបាទនេះចឹងនេះឆ្លាញ់គេម្នាក់ឯង .com ឃើញទេតម្លៃប្រហែលអញ្ចឹងខ្ញុំអាច search វាជួយសួរនឹងសួស្ដីគ្នាយើងទាំងអស់គ្នាថ្ងៃនេះផងដែរគឺខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបក្នុងការ create account ទៅលើ Hoststitcher ហើយជាមួយទៅនឹងការ hosting មួយចំនួនទៅលើ cloud បាទទៅជាមួយនឹង Hoststitcher បើជាទូទៅបើអ្នកនេះប្រើប្រាស់ free ក៏បានអ្នកនេះចង់ប្រើប្រាស់លុយបាទហើយគឺខ្ញុំនឹងបង្ហាញទៅលើការងារមួយចំនួនដែលអ្នកនេះអាចនឹងមើលបានអញ្ចឹងខ្ញុំចូលមក Google ហើយខ្ញុំនឹង search ពីថាបាទ Hoststitcher មកបាទហើយខ្ញុំថៃពិសេសតទៅទៀតគឺខ្ញុំអត់ដែរយកទៅលើកន្លែង sponsor នេះទេព្រោះអីវាមើលទៅវាមិនsafe អីតែ sponsor ហ្នឹងគឺខ្ញុំ scroll ចំក្រោមគឺនេះខ្ញុំយកខាងក្រោមនេះអញ្ចឹងខ្ញុំចុចមកជាមួយនឹង Hoststitcher ហ្នឹងមកបាទបន្ទាប់មកគឺខ្ញុំអត់ចុចទៅ claim អីឃើញ discount នេះនឹង claim ទៅការអីវាទេបាទគឺខ្ញុំ recommend ឲ្យអ្នកនរគ្នាមើលមកតាមប្រភេទរបស់វាសិនអញ្ចឹងបើសិនអ្នកគ្នាត្រូវការប្រភេទនេះជាមួយនឹងការប្រើប្រាស់ host for WordPress គឺអ្នកនរគ្នាអាចយកខាងលើនេះបានហើយអ្នកគ្នាអាចបើសម្រាប់ជាប្រភេទនៃ website e-commerce បាទស្រកអាជីវកម្មអីគឺអ្នកគ្នាអាចយកខាងក្រោមនេះបានតោះណាហើយបើសិនអ្នកគ្នាចង់ប្រើប្រាស់វាជាប្រភេទនៃ website builder អត់ចង់ទៅសេកូដអីសំញ៉ាំអីញ៉ៃច្រើនអ្នកគ្នាយក3តាមទីបើសិនអ្នកគ្នា build ខ្លួនឯងណា build ខ្លួនឯងទៅលើ Hoststitcher នេះគឺវាមានជា service ដូចគ្នាដែរបាទជាមួយទៅនឹង web hosting បាទ from small to medium website បាទថា website តូចហើយនឹងធំតែវាមិនមែនលក្ខណៈធំពេកទេគឺមកសមរម្យគឺអាច host បានហើយជាមួយនឹងទីកន្លែងនេះទៀតគឺ cloud hosting បាទ large scale project គឺវា large scale project បាទទៅកន្លែងហ្នឹងតទៅទៀតគឺ VPS hosting business email បាទគឺយើងអាច create business email បានអត់ចាំបាច់ចូលទៅ Google អីញ៉ៃទេបើសិនជាយើងចង់ទិញវាជាចប់ទៅទៀត Hoststitcher វាក៏ជា agency hosting ដែរណា design professional and agency ហ្នឹងអញ្ចឹងខ្ញុំចូលមក option login មកខាងលើនេះមកបាទទៅទៀតដែលអ្វីដែលសំខាន់នេះដោយសារតែខ្ញុំធ្លាប់ login account ចាស់គឺវានឹងចូលហើយខ្ញុំក៏បានទិញបាទ domain name ទៅលើ account របស់ខ្ញុំបាទទៅលើ website របស់ខ្ញុំ code/server.cloud គឺខ្ញុំអត់ប្រើប្រាស់ .com ទេបាទគឺខ្ញុំប្រើប្រាស់ .cloud បាទអញ្ចឹងនេះមានទៅលើអ្នកគ្នាអាចចូលមកបានណាក៏ស្គាល់តែនេះគឺជារបស់ដែលប្រើប្រាស់ស្រាប់ចុះដើម្បីបង្កើតពីថ្មីធ្វើម៉េចបាទខ្ញុំចូលមកឡើង account ខ្ញុំមកចុច logout សិនណាចុច logout អញ្ចឹងនេះពេលដែលអ្នកនេះចូល website កន្លែងដំបូងកន្លែង login ពេលដំបូងអត់មានអីសោះគឺវាចេញ option ទៅអញ្ចឹងខ្ញុំsign up មកណាហើយវានឹងឲ្យយើង sign up ពី option ជាមួយនឹង GitHub ហើយជាមួយទៅនឹង Google តែអត់ទេអ្នកគ្នាក៏អាចដាក់ email ដាក់ password ខ្លួនឯងបានហើយ register អញ្ចឹងបើសិនអ្នកគ្នាត្រូវការមិនក៏បានដែរអញ្ចឹងខ្ញុំមានជាមួយនឹង Google email របស់ខ្ញុំគឺខ្ញុំចូលមក Google email ខ្ញុំយក option ខាងក្រោមភាសា email ខាងលើគឺខ្ញុំមានហើយណាជាមួយនឹង Hoststitcher ទៅលើហ្នឹងណាអញ្ចឹងខ្ញុំចុចមកប៉ុណ្ណឹងមកគឺវា load ចូលមកអញ្ចឹងនៅវា load ចូលមកអ្នកនេះចូលមក email ហើយនេះកន្លែងហ្នឹងអ្នកនេះដូរ account សិនដូរ account អ្នកនេះចូលមក email អ្នកនេះចូលទៅមើលកន្លែង notification របស់វាជាប្រភេទនៃ email នេះក៏អាចឃើញវាដែរណាទៅលើហ្នឹងអញ្ចឹងទុកវានៅនេះសិនហើយអ្នកនេះត្រូវធ្វើបន្តទៀតអ្នកនរគ្នាបើសិនជាចង់ធ្វើការទៅលើ domain អ្នកនេះអាច search កន្លែងណាតែអត់ទេខ្ញុំចូលមកកន្លែង account នេះមកហើយអ្នកនេះចូលមក account information ណាចូលមកកន្លែង account information អ្នកគ្នា complete ជាមួយនឹង account information ហើយខ្ញុំ recommend ឲ្យអ្នកទាំងគ្នាប្រើប្រាស់ជាមួយនឹង two factor authentication អញ្ចឹងវា disable អញ្ចឹងអ្នកគ្នាចូលទៅលើនឹងវាមកបាទនេះសម្រាប់ mobile ទៅ enable ដូចគ្នាសិនណាចង់ឃើញអីនេះវា confirm code អីផ្សេងៗមកឲ្យយើងនេះសម្រាប់ mobile អញ្ចឹងហើយចុះសម្រាប់ email បាទអ្នកគ្នាអាចប្រើប្រាស់វាជាមួយទៅនឹង email method បានទៅលើហ្នឹងអ្នកគ្នាចុច enable មកបាទចុច enable មកគឺវានឹង send code ទៅ email អញ្ចឹងខ្ញុំចូលមក email នេះឡើយណាខ្ញុំគាត់តែ copy code មកពុកបាទ code មកពុកខ្ញុំ pass វាចូលណា pass វាចូលណាអូខេអញ្ចឹង invalid ខ្ញុំចូលទៅមើល email របស់ខ្ញុំមួយទៀតថាតើនៅណាណាមានអត់មានទេឃើញវា invalid ត្រឹម15នាទីណាត្រឹម15នាទីបាទអញ្ចឹងខ្ញុំចូលមកខ្ញុំ pass វាចូលណាបាទអូខេ copy គេខ្ញុំ pass វាចូលណាអូខេ invalid យើង refresh មួយមកបាទតែនេះអត់ទេនេះវា load មកមួយទៀតដែលសារអីដែលសារក្រោយនេះគឺខ្ញុំតាមจาก email ហ៎តោះណាបាទ
ចឹងតែនិយាយមែនខ្ញុំ pass វាចូលមកខ្ញុំ confirm អញ្ចឹងវាបានជាមួយនឹង backup code អីរបស់ខ្ញុំហើយទៅលើហ្នឹងបាទហើយទៅលើហ្នឹងឯងខ្ញុំចុច finish setup អញ្ចឹងទៅមួយនឹង main menu របស់ខ្ញុំចូលមក overview បាទហើយចូលមក home គឺចូលទៅ account វិញណាទៅមួយនឹង account information គឺខ្ញុំបាន enable វាណាបាន enable វាអញ្ចឹងនេះទៅមួយនឹងការបង្កើតជាមួយនឹង hot messenger គឺវាប៉ុណ្ណឹងហើយទៅមួយនឹងការប្រើប្រាស់មួយនឹង domain អ្នកនេះ search បាទខ្ញុំ search ជាមួយទៅនឹងបាទ code server បាទខ្ញុំគិតថាអញ្ចឹង code server ទៅមួយនឹង .cloud ទៀតគឺវាឡើងមានហើយដោយសារអីខ្ញុំប្រើប្រាស់ហើយវាមានជាមួយទៅនឹងបាទ .com ក្នុងមួយខែ$4 .net .io .org ចឹងខ្ញុំអត់ប្រើប្រាស់ .com ទេជាលក្ខណៈ community ទេគឺខ្ញុំប្រើប្រាស់ .cloud បាទទៅលើហ្នឹងចឹងអ្នកគ្នាក៏អាចទិញបានទៅតាមដែរអញ្ចឹងខ្ញុំដាក់ថាឆ្លាញ់គេម្នាក់បាទឯងបាទនេះអញ្ចឹងនេះឆ្លាញ់គេម្នាក់ឯង .com ឃើញទេតម្លៃប្រហែលអញ្ចឹងខ្ញុំអាច search វាតាមរយៈscroll ចុងក្រោមវាមាន .shop .info បាទ .a ផ្សេងវាមានទៅតាមហ្នឹងណាតោះណាបាទអានេះកន្លែងហ្នឹងអញ្ចឹងអ្នកគ្នាក៏អាចមើលបានដែរទៅមួយនឹងការ search ហើយបើថាបើ buy now បាទបើ buy now គឺវា recommend អ្នកគ្នា free បាទ1 year ឬមួយក៏1ឆ្នាំអីចឹងណាគឺវាមានទៅតាម option របស់វាអញ្ចឹង choose payment អ្នកគ្នាមើលទៅតាមហ្នឹងនេះហើយគឺជារបៀបក្នុងការcreate ជាមួយនឹង hot messenger account